បើខ្ញុំកាលនៅពីក្មេងខ្ញុំឆាប់ជឿចាស់ៗមែនតើអញ្ចឹងហើយពួកគាត់និយាយអីទៅក៏ខ្ញុំជឿដែរហើយជឿស្លងទៀតរឿងដែលខ្ញុំចាំបានគឺនៅពេលដែលមនុស្សស្រីយើងបាត់រដូវរាឬក៏បាត់រដូវអត់មកអញ្ចឹងតែងតែគិតថាមនុស្សស្រីហ្នឹងមានកូនមានទីពូអញ្ចឹងណាហើយទៅខ្ញុំក៏ជឿពីតូចមករហូតដល់ធំនៅពេលដែលខ្លួនឯងជួបអារឿងហ្នឹងផ្ទាល់នៅពេលដែលខ្ញុំមកយឺតអាចនឹងមួយអាទិត្យឬមួយក៏និយាយទៅរៀងយូរដែរពេលចឹងហើយខ្ញុំចាប់ផ្ដើមភ័យហើយទោះបីអត់មានដែរបានថយក៏ដោយប៉ុន្តែមានថាភ័យខ្លាចខ្លួនឯងហ្នឹងមានកូនហើយដល់ពេលយូរទៅបានដឹងថារៀងសង្ស័យដែរថាអាហ្នឹងដូចជាមិនពិតទេក៏ប៉ុន្តែនៅតែជឿគេតែដល់ពេលយូរទៅបានដឹងថារឿងហ្នឹងវាអត់ពិតមែនតែពិតទៅយកអត់មកហ្នឹងគឺវាដោយសារតែមូលហេតុផ្សេងទៀតដូចជាការអត់តមអាហារឬមួយក៏អបបនប្រែប្រួលអីចឹងពួកយើងមានជំនឿជឿថានៅពេលដែលយើងមានបញ្ហាស្បែកមុខបញ្ហាមុនឬអីកើតឡើងអញ្ចឹងទៅគឺគេតែងតែយកឈាមរដូវរបស់ស្ត្រីនោះមកលាបមុខដើម្បីឲ្យបាត់នៅបញ្ហាទាំងឡាយហ្នឹងក៏ប៉ុន្តែបើសិនជាយើងសិក្សាស៊ីជម្រៅទៅអ្នកគ្រូក៏បានប្រាប់យើងហើយតាម website មួយចំនួនក៏គេបានបង្ហាញឲ្យយើងដឹងដែរថាជំនឿហ្នឹងគឺវាអត់ត្រូវទេគឺវាខុសទាំងស្រុងដោយសារតែនៅឈាមហ្នឹងគឺវាមានបាក់តេរីមានវីរុសជាច្រើនដែលយើងអាចមើលឃើញទេប៉ុន្តែនៅបញ្ហាហ្នឹងគឺយើងត្រូវហៅដំណោះស្រាយផ្សេងទៀតដូចជាការទៅប្រើប្រាស់ផលិតផលមួយចំនួនជា skin care ផ្សេងៗហ្នឹងទៅ